ប៉ុន្តែនេះគឺជាខ្លឹមសារណែនាំអំពីវិធីសាស្ត្រឈប់ខ្វល់ពីសមត្ថរិះគន់និងការនិយាយដើមដែលនឹងជួយឲ្យអ្នកមានភាពរឹងមាំខាងផ្លូវចិត្តនិងរស់នៅដោយមានសេចក្តីសុខសម្រាប់ខ្លួនឯងការរស់នៅក្នុងសង្គមដែលមានការប្រកួតប្រជែងនិងការប្រើប្រាស់បណ្ដាញសង្គមយ៉ាងទូលំទូលាយដោយសពថ្ងៃនេះមនុស្សម្នាក់មិនអាចជៀសផុតពីការរិះគន់ឬការនិយាយដើមឡើយទោះជាយ៉ាងណាការរៀនគ្រប់គ្រងចិត្តនិងការឈប់ខ្វល់ខ្វាយពីសម្ដីអវិជ្ជមានទាំងនោះគឺជាសិល្បៈនៃការរស់នៅដ៏សំខាន់ដើម្បីរក្សាសុខភាពផ្លូវចិត្តនិងបន្តដំណើរទៅរកភាពជោគជ័យជាដំបូងបង្អស់យើងត្រូវយល់ដឹងពីការពិតនៃធម្មជាតិរបស់មនុស្សថាយើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តនឹងយើងបានឡើយការរិះគន់និងការនិយាយដើមជារឿយៗមិនមែនឆ្លុះបញ្ចាំងពីតម្លៃពិតប្រាកដរបស់អ្នកនោះទេប៉ុន្តែវាឆ្លុះបញ្ចាំងពីកម្រិតផ្នត់គំនិតភាពច្រណែនឈ្នានីសឬបញ្ហាផ្លូវចិត្តរបស់អ្នកដែលនិយាយនោះទៅវិញទេនៅពេលអ្នកយល់ថាសម្ដីទាំងនោះគឺជាបញ្ហារបស់ពួកគេមិនមែនជាបញ្ហារបស់អ្នកនោះអ្នកនឹងចាប់តាមមានអារម្មណ៍ធូរស្រាលនិងមិនសូវរវីរវល់ជាមួយវាទៀតឡើយជំហានបន្ទាប់ដ៏មានប្រសិទ្ធភាពគឺការចេះបែងចែកប្រភេទនៃការរិះគន់យើងត្រូវរៀនញែកឲ្យដាច់រវាងការរិះគន់ដើម្បីស្ថាបនានិងការរិះគន់ដើម្បីជាន់ពន្លិចប្រសិនបើមតិយោបល់នោះមានមូលដ្ឋានច្បាស់លាស់នឹងជួយឲ្យយើងកែប្រែចំណុចខ្វះខាតយើងគួរតែយកវាមកពិចារណាដោយចិត្តត្រជាក់ប៉ុន្តែប្រសិនបើវាគ្រាន់តែជាការនិយាយដើមអើឬការរិះគន់ដែលគ្មានការទទួលខុសត្រូវនិងមានបំណងបង្អាប់តម្លៃរបស់យើងចូលជ្រើសរើសយកការនៅស្ងៀមនិងមិនតបតការមិនផ្ដល់តម្លៃដល់សម្ដីអវិជ្ជមានគឺជាការសងសឹកដ៏ឆ្លាតវៃបំផុតព្រោះនៅពេលអ្នកមិនតបប្រតិកម្មអ្នកក៏មិនបានផ្ដល់ធម៌ពលទៅឲ្យអ្នកដែលនិយាយដើមអ្នកនោះដែរចងចាំថាពេលវេលារបស់អ្នកមានតម្លៃណាស់ដូច្នេះកុំចំណាយវាទៅលើការបោះស្រាយប្រាប់មនុស្សដែលមិនមានបំណងចង់យកពីអ្នកឲ្យសោះបន្ថែមពីនេះការកសាងទំនុកចិត្តលើខ្លួនឯងឲ្យបានរឹងមាំគឺជាខែលការពារដ៏ល្អបំផុតប្រឆាំងនឹងការនិយាយដើមនៅពេលអ្នកស្គាល់ខ្លួនឯងច្បាស់ដឹងពីគុណតម្លៃរបស់ខ្លួននិងដឹងពីគោលដៅដែលអ្នកកំពុងដើរសម្ដីរបស់អ្នកដទៃនឹងក្លាយជាគ្រាន់តែជាសម្លេងរំខាននៅតាមដងផ្លូវប៉ុណ្ណោះអ្នកគួរតែផ្ដោតអារម្មណ៍ទៅលើការអភិវឌ្ឍសមត្ថភាពនិងការសម្រេចកិច្ចការដែលនៅចំពោះមុខលទ្ធផលនៃភាពជោគជ័យរបស់អ្នកនឹងក្លាយជាចម្លើយដ៏មានឥទ្ធិពលបំផុតសម្រាប់អ្នកដែលធ្លាប់មើលងាយឬនិយាយដើមអ្នកផ្ទុយទៅវិញប្រសិនបើអ្នកចំណាយពេលខ្វល់ខ្វាយរហូតដល់បាត់បង់ចាស់ការលើខ្លួនឯងនោះមានន័យថាអ្នកបានចាញ់ល្បិចរបស់អ្នកដែលចង់ជាន់ពន្លិចអ្នកហើយម្យ៉ាងវិញទៀតការរៀបចំបរិយាកាសជុំវិញខ្លួនក៏ជារឿងចាំបាច់ដែរចូលជ្រើសរើសសេពគប់មិត្តភក្តិឬមនុស្សដែលផ្ដល់ធម៌ពលវិជ្ជមាននិងលើកទឹកចិត្តគ្នាទៅវិញទៅមកមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដនឹងមិនចំណាយពេលនិយាយដើមអ្នកនៅពីក្រោយខ្នងឡើយបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលចូលចិត្តនិយាយដើមគេអ្នកក៏ងាយនឹងរងឥទ្ធិពលអវិជ្ជមាននោះដែរដូច្នេះការដើរចេញពីមជ្ឈដ្ឋានដែលមានជាតិពុល Toxic Environment នឹងជួយឲ្យចិត្តរបស់អ្នកមានភាពស្ងប់ស្ងាត់និងមានសន្តិភាពការអនុវត្តសមាធិឬការធ្វើលំហាត់ប្រាណក៏ជួយឲ្យអារម្មណ៍រឹងមាំនិងមានតុល្យភាពដែលធ្វើឲ្យអ្នកមិនងាយរង្គោះរង្គើដោយសារតែខ្យល់មាត់របស់អ្នកដទៃជាចុងក្រោយការឈប់ខ្វល់ពីសម្ដីរិះគន់មិនមែនមានន័យថាអ្នកជាមនុស្សអំនួតឬមិនស្ដាប់គេនោះទេប៉ុន្តែវាមានន័យថាអ្នកចេះស្រឡាញ់ខ្លួនឯងនិងផ្ដល់តម្លៃឲ្យសេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងជាអាទិភាពជីវិតមនុស្សម្នាក់ខ្លីណាស់មិនគួរចំណាយពេលដ៏មានតម្លៃមកអង្គុយសោកសៅឬខឹងសម្បារនឹងមនុស្សដែលមិនស្គាល់តម្លៃរបស់អ្នកនោះទេចូលរស់នៅឲ្យបានល្អធ្វើរឿងដែលត្រឹមត្រូវនិងមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមនៅពេលអ្នកមានសេចក្តីសុខចេញពីខាងក្នុងសម្ដីរិះគន់ទាំងឡាយនឹងរលាយសាបសូន្យទៅវិញដោយឯងដូចជាផ្សែងដែលត្រូវខ្យល់បក់ដូច្នោះដែរសេចក្តីថ្លៃថ្នូររបស់អ្នកមិនស្ថិតនៅលើបបោមាត់របស់អ្នកដទៃឡើយប៉ុន្តែវាស្ថិតនៅលើទង្វើនិងចិត្តគំនិតដែលអ្នកមានចំពោះខ្លួនឯង